ចឹងសម្រាប់នេះទី9ការងារទី9មុខរបរទី9ហ្នឹងគឺពាក់ព័ន្ធមួយនឹងសិប្បកម្មផលិតផលប្រកបដោយភាពច្នៃប្រឌិតមកដល់ពេលនេះបាទគឺជាឱកាសមួយនៅពេលដែលអឺប្រជាជនយើងព្យាយាមធ្វើពហិការបាទផលិតផលនៃប្រទេសចោលបាទអញ្ចឹងទេយើងអាចមានឱកាសច្រើនអញ្ចឹងបងប្អូនអាចបង្កើតផលិតផលជាពិសេសគឺផលិតផលអាហារបាទរបស់ប្រើប្រាស់បាទប្រចាំថ្ងៃសម្រាប់គេហដ្ឋានបាទសាប៊ូគ្រឿងសម្អាងគ្រឿងក្អូបអីអញ្ចឹងណាបាទហើយនឹងអាហារជាពិសេសគឺអាហារហ្នឹងបាទស្ករអំបិលប៊ីចេងទឹកត្រីអីនេះបាទអាហារកញ្ចប់មួយចំនួនគឺយើងមានឱកាសបើបងប្អូនមានទេពកោសល្យនិងមានចំណេះដឹងជំនាញផ្នែកចំណីអាហារផ្នែកការផលិតការកែច្នៃបាទប្រហិតសាច់ក្រកបាទនេះគឺត្រូវការច្រើនវាជាឱកាសសម្រាប់ឆ្នាំ2006នេះយើងចាប់ផ្ដើមបានខ្លះហើយបើយើងអាចបន្តឬក៏ពង្រីកថែមទៀតឆ្នាំ2016ក៏មិនទាន់ហួសដែរបាទគំនិតគឺបង្កើតឬលក់វត្ថុសិប្បកម្មដែលតាក់ទាញដូចជាគ្រឿងសម្អាងគ្រឿងអលង្ការសម្លៀកបំពាក់ដែលមានម៉ាកផ្ទាល់បាទការថតរូបសៀវភៅពណ៌សម្រាប់មនុស្សពេញវ័យឬគ្រឿងសង្ហារិមបាទម្ហូបអាហារកែច្នៃអឺសាច់ក្រកសាច់គោងៀតបាទត្រីងៀតត្រីខអីហ្នឹងបាទអញ្ចឹងគឺវាជាឱកាសនៃទីផ្សារដែរបាទដោយសារឥឡូវហ្នឹងគឺដូចខ្ញុំបាននិយាយអញ្ចឹងគឺយើងមានការធ្វើពហិការហើយមានចលនាគ្រប់គ្រងផលិតផលជាតិយើងបាទហើយបងផ្សំនឹងទំនើបកម្មនឹងការចាប់អារម្មណ៍ចំពោះកែច្នៃចំពោះប្រភពដើមនៃទំនិញគឺជាពិសេសគឺផលិតផលខ្មែរផលិតផលជាតិហ្នឹងមានការគ្រប់គ្រងអញ្ចឹងយើងអាចមានឱកាសទីផ្សារច្រើនបាទអញ្ចឹងត្រូវការឱកាសចាប់ផ្ដើមយើងត្រូវការជំនាញនិងកែច្នៃបាទនេះហាក់ដូចជាទាមទារច្រើនដែរដោយឡែករដ្ឋហើយនឹងភាគីពាក់ព័ន្ធហ្នឹងគឺមានជាវេទិកាជួយគ្រប់គ្រងបាទដូចជា Facebook Page Instagram យើងអាចបង្កើតអស់ហ្នឹងហើយចូលរួមបាទនៅផ្សារសិប្បកម្មក្នុងស្រុកជាដើមរបស់ក្រសួងពាណិជ្ជកម្មរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានាគឺលោកជួយបាទឥឡូវយើងចូលលម្អិតក្នុងអាជីវកម្មបម្រើផ្ទាល់តាមអនឡាញគឺដឹកជញ្ជូនបាទតាមអនឡាញ delivery ហ្នឹងឬក៏បម្រើសេវាកម្មនានាបាទតាមអនឡាញអញ្ចឹងគំនិតគឺផ្ដល់សេវាកម្មដឹកជញ្ជូនអាហារទំនិញឬក៏ការងារតូចៗផ្សេងទៀតបាទអញ្ចឹងការដឹកជញ្ជូនវត្ថុម្ហូបអាហារតែយើងកំណត់រទីតាំងសក្តានុពលណាមួយទៅអានោះគឺយើងអាចនឹងមានទីផ្សារច្រើនបាទហើយឱកាសប្រកួតប្រជែងរបស់យើងគឺទាមទារមានតម្រូវការច្រើនបាទដោយសារបងប្អូនមួយចំនួនធំលោកខិតខំបាទរកស៊ីធ្វើការអញ្ចឹងលោកមិនមានពេលទេអញ្ចឹងការញ៉ាំអាហារឬក៏ទិញរបស់របរអីហ្នឹងលោកកម្មង់តាមអនឡាញអញ្ចឹងហើយត្រូវការអ្នកដឹកជញ្ជូននេះឯងជាពិសេសក្នុងចំណោមយុវវ័យគឺពេញនិយមហើយនឹងអ្នករស់នៅតាមទីក្រុងបាទដែលសកម្មភាពឬការងារនឹងមានភាពមមាញឹករវល់ខ្លាំងនឹងបាទឱកាសនៃការចាប់ផ្ដើមអញ្ចឹងនេះមិនទាមទារអីច្រើនទេយើងមានជាពិសេសគឺយុវជនបាទបងប្អូននិស្សិតដែល
ឆ្លៀតពេលអាចថារៀននៅមហាវិទ្យាល័យពេលព្រឹកឆ្លៀតពេលដឹកពេលល្ងាចអីបាទឬក៏ពេលរសៀលបាទតាមនឹងទៅហើយក្រៅពីការសិក្សាការស្វ័យសិក្សានៅបណ្ណាល័យជាដើមហ្នឹងយើងអាចមកធ្វើជាការងារដឹកជញ្ជូននេះបានបាទអញ្ចឹងមាន smartphone យើងអាចភ្ជាប់ app គេបាទញ៉ាំ24 Food Panda អីចឹងទៅ eGet បាទហើយអាចចាប់ផ្ដើមតាមរយៈបណ្ដាញសង្គម Telegram Facebook និងពង្រីកតាមកម្មវិធីអានេះគឺសម្រាប់អ្នកដែលជាសហគ្រិនបើយើងមានក្រុមនិស្សិតដែលមានជំនាញផ្នែក IT ផ្នែកអាជីវកម្មអីហ្នឹងយើងអាចចងក្រងគ្នាហើយយើងរៀនសូត្រពី model របស់ក្រុមហ៊ុនញ៉ាំ24ញ៉ាំ24ជាដើមហ្នឹងបាទបង្កើតជាបណ្ដាញជាពិសេសចុងក្រោយគឺកម្មវិធីកម្មង់អាហារឬក៏ដឹកជញ្ជូនហ្នឹងបាទផ្ទាល់របស់យើងហ្នឹងគឺកាន់តែពិសេសទៀតបាទ